ในក្នុងសប្តាហ៍នេះខ្ញុំបាទមានសភៅថ្មីតាក់ទងទៅនឹងការអភិវឌ្ឍខ្លួនដ៏ល្បីមួយក្បាលដែលជាស្នាដៃនិពន្ធរបស់លោក Cal Newport ដែលមានចំណងជើងថា Deep Work ដែលមានអត្ថន័យជាភាសាខ្មែរថាផ្ដោតអារម្មណ៍ជាមួយនឹងចំណងជើងតូចៗដ៏តាក់ទាញពីខាងក្រោមដែលបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងរបស់សភៅនេះដោយបានសរសេរថារៀនសមាធិចិត្តក្នុងពិភពលោកមួយដែលងាយនឹងធ្វើឲ្យយើងបែកអារម្មណ៍ហេតុអ្វីបានជាសមាធិចិត្តឬការផ្ដោតអារម្មណ៍បានល្អមានសារៈសំខាន់ខ្លាំងនៅក្នុងការបំពេញកិច្ចការងារផ្សេងៗបើយោងតាមការបកស្រាយរបស់អ្នកនិពន្ធសភៅនេះលោកបានអះអាងថាការដែលយើងអាចធ្វើកិច្ចការណាមួយដោយស្មារតីនឹងណជាមួយនឹងសភាពចិត្តរងថ្លាស្រស់ស្រាយក្នុងបរិស្ថានដែលស្ងប់ស្ងាត់គ្មានការរំខាននោះគឺយើងអាចប្រើប្រាស់នៅសមត្ថភាពក្នុងការត្រិះរិះពិចារណាបានគ្រប់ជ្រុងជ្រោយនិងអាចប្រើប្រាស់ធម៌ពលខួរក្បាលបានល្អក្នុងកម្រិតអតិបរមាការងារមួយចំនួនតម្រូវឲ្យមានការផ្ដោតអារម្មណ៍ខ្លាំងហើយអ្នកត្រូវស្ថិតនៅក្នុងបរិស្ថានមួយដែលគ្មានការរំខានដើម្បីសម្រេចវារីឯការងារខ្លះទៀតគឺថាយើងអាចធ្វើវាបានដោយមិនចាំបាច់មានការផ្ដោតអារម្មណ៍ច្រើននោះទេហើយថែមទាំងអាចសម្រេចវាបានយ៉ាងល្អទៀតផងបើទោះបីជាអ្នកស្ថិតនៅក្នុងបរិស្ថានមួយដែលងាយទទួលរងនូវការរំខានយ៉ាងណាក៏ដោយប៉ុន្តែជាអកុសលសមត្ថភាពក្នុងការអនុវត្តកិច្ចការប្រកបដោយសមាធិចិត្តនេះគឺកាន់តែថមថយទៅសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងតែរស់នៅក្នុងពិភពលោកមួយនេះដែលអាចធ្វើឲ្យយើងបែកអារម្មណ៍បានយ៉ាងងាយបំផុតដូច្នេះមានតែការដែលយើងដឹងនៅវិធីសាស្ត្រយកឈ្នះវាប៉ុណ្ណោះទើបយើងអាចបន្តរស់រានបន្តរីកចម្រើននិងឈានឆ្ពោះទៅរកភាពជោគជ័យបានខណៈពេលដែលជំនាញនឹងការងារជាច្រើនត្រូវបានជំនួសដោយប្រព័ន្ធម៉ាស៊ីននិងមនុស្សយន្តឆ្លាតវៃនោះមានមនុស្សជាច្រើនបាននឹងកំពុងតែបាត់បង់ការងារធ្វើហើយនឹងមិនអាចប្រកបរបររកទទួលទានដើម្បីចិញ្ចឹមជីវិតបានឡើយគឺមានតែមនុស្សមួយក្រុមដែលអ្នកនិពន្ធបានលើកឡើងខាងក្រោមនេះតែប៉ុណ្ណោះដែលអាចបន្តរស់រានមានជីវិតហើយអាចយកឈ្នះលើរបត់នៃការផ្លាស់ប្ដូរនាយុគសម័យបច្ចេកវិទ្យានេះបានតើពួកគេទាំងអស់នោះគឺជានរណាតើពួកគេមានជំនាញអ្វីខ្លះហេតុអ្វីបានជាពួកគេអាចបន្តរស់រានហើយអាចយកឈ្នះជាមួយនឹងដំណើរវិវត្តដ៏ឆាប់រហ័សទាំងនេះបានខ្ញុំនឹងលើកយកក្រុមមនុស្សទាំងនេះមកបកស្រាយម្ដងមួយជូនអ្នកទាំងអស់គ្នាក្រុមមនុស្សប្រភេទទី1គឺជាក្រុមកម្មករជំនាញកម្រិតខ្ពស់បំផុត Highly Skilled Workers ពួកគេមានកម្រិតជំនាញខ្ពស់ក្នុងការបញ្ជានិងប្រើប្រាស់នៅប្រព័ន្ធម៉ាស៊ីនដែលពោរពេញដោយភាពស្មុគស្មាញហើយដែលប្រព័ន្ធម៉ាស៊ីនដ៏មានភាពស្មុគស្មាញទាំងនោះបាននឹងកំពុងតែជំនួសការងាររបស់កម្មករមួយចំនួនរាល់ថ្ងៃដែលមានជំនាញតិចឬក៏គ្មានជំនាញតែម្ដងនៅក្នុងទីផ្សារការងារក្រុមមនុស្សប្រភេទទី2គឺជាក្រុមមនុស្សដែលយើងរាល់គ្នាបានស្គាល់ថាជាកំពូលតារាប្រចាំដួងចិត្តរបស់អ្នកគាំទ្រ The Superstars មនុស្សក្រុមនេះពួកគេយល់យ៉ាងច្បាស់ថាការដែលមានត្រឹមតែសមត្ថភាពឬជំនាញមួយដែលល្អបំផុតគឺមិនគ្រប់គ្រាន់ឡើយនៅក្នុងទីផ្សារដែលពោរពេញដោយការប្រកួតប្រជែងនេះលុះត្រាណាតែពួកគេមានជំនាញមួយដ៏ល្អនិងខ្លាំងជាងក្នុងចំណោមអ្នកខ្លាំងដូចគ្នានៅក្នុងវិស័យរបស់ពួកគេជាមួយនឹងកម្រិតជំនាញមួយដែលយើងស្គាល់ថាគឺជាកម្រិតអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង best of the best ក្រុមមនុស្សប្រភេទទី3គឺជាក្រុមមនុស្សដែលជាម្ចាស់ផលិតផលឬសេវាកម្មអ្វីមួយ The Owners ក្រុមមនុស្សប្រភេទទី3នេះគឺជាក្រុមមនុស្សដែលមានដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើការវិនិយោគចូលទៅក្នុងបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយដែលអាចផ្លាស់ប្ដូរទម្លាប់នៃការរស់នៅរបស់យើងបានបន្ទាប់ពីបានដឹងពីក្រុមមនុស្សទាំង3ប្រភេទខាងលើនេះហើយតើអ្នកទាំងអស់គ្នាមានទស្សនៈនិងការយល់ឃើញយ៉ាងណាដែរយល់ស្របឬមានមតិផ្ទុយពីអ្នកនិពន្ធខាងក្រោមនេះខ្ញុំបាននឹងលើកយកនៅសមត្ថភាព2ដែលអាចជួយយើងឲ្យទទួលបានជ័យជំនះនិងអាចបន្តរស់រាននៅក្នុងយុគសម័យសេដ្ឋកិច្ចដែលភាគច្រើនគ្រប់គ្រងទៅដោយប្រព័ន្ធម៉ាស៊ីននិងមនុស្សយន្តឆ្លាតវៃនោះសមត្ថភាពទី1គឺជាសមត្ថភាពក្នុងការរៀនសូត្រនិងគ្រប់គ្រងលើកិច្ចការដែលលំបាកនិងស្មុគស្មាញបានលឿនបំផុតសមត្ថភាពទី2គឺជាសមត្ថភាពក្នុងការបង្កើតនូវលទ្ធផលដ៏អស្ចារ្យជាបន្តបន្ទាប់ជាមួយនឹងកម្រិតជំនាញខ្ពស់បំផុតទាំងល្បឿននិងគុណភាពពេលនេះយើងត្រឡប់ទៅស្វែងយល់លម្អិតអំពីសមត្ថភាពទី1ជាមួយគ្នាដែលវាគឺជាសមត្ថភាពក្នុងការរៀនសូត្រនិងគ្រប់គ្រងលើកិច្ចការដែលលំបាកនិងស្មុគស្មាញបានលឿនបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងយុគសម័យសេដ្ឋកិច្ចបច្ចេកវិទ្យានេះរាល់ប្រព័ន្ធបញ្ជាដោយម៉ាស៊ីននិងមនុស្សយន្តឆ្លាតវៃដែលបាននាំយើងឆ្ពោះទៅរកបដិវត្តន៍ជាច្រើនមកហើយនៅក្នុងការរស់នៅប្រចាំថ្ងៃនោះគឺកាន់តែមានភាពស្មុគស្មាញឡើងដើម្បីធ្វើការស្វែងយល់និងគ្រប់គ្រងប្រព័ន្ធគ្រឿងម៉ាស៊ីនដែលមានភាពវៃឆ្លាតទាំងអស់នោះ
ត្រូវបានប្រើប្រាស់និងគ្រប់គ្រងដោយប្រព័ន្ធកូដសម្រាប់បញ្ជាម៉ាស៊ីនដែលគេហៅថា SQL ហើយដែលប្រព័ន្ធនេះគឺកាន់តែមានភាពស្មុគស្មាញខ្លាំងឡើងដូច្នេះដើម្បីអាចដើរទាន់ដំណើរការវិវត្តដ៏ឆាប់រហ័សសប្តាហ៍ថ្ងៃនេះគឺថាអ្នកត្រូវមានសមត្ថភាពក្នុងការប្រស័យតាក់ទងនិងអាចគ្រប់គ្រងរាល់ប្រតិបត្តិការនៃគ្រឿងម៉ាស៊ីនទាំងអស់នោះប្រកបដោយប្រសិទ្ធភាពនិងភាពវៃឆ្លាតទៅបានប្រព័ន្ធបច្ចេកវិទ្យាគឺមានការប្រែប្រួលនិងបន្តវិវត្តទៅមុខឥតឈប់ឈរនេះហើយជាមូលហេតុដែលអ្នកត្រូវរៀនហើយរៀនទៀតរៀនមិនចេះចប់នៅភាសាម៉ាស៊ីនទាំងអស់នោះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានអ្វីត្បិតតែសមត្ថភាពទាំងពីរខាងលើនេះសំខាន់ប៉ុន្តែនៅមានសមត្ថភាពមួយទៀតដែលយើងមិនអាចមើលរំលងបាននោះគឺជាសមត្ថភាពក្នុងការធ្វើកិច្ចការអ្វីមួយប្រកបដោយសមាធិចិត្តពាក្យថាសមាធិចិត្តនៅក្នុងទីនេះគឺសំដៅដល់ការធ្វើអារម្មណ៍ឲ្យមូលរក្សាចិត្តអ្នកឲ្យមានលំនឹងហើយស្ងប់ស្ងាត់ជាមុនសិនសម្រាប់ចាប់ផ្ដើមធ្វើកិច្ចការរបស់អ្នកដោយការផ្ចិតផ្ចង់និងផ្ដោតអារម្មណ៍ទាំងអស់ទៅលើការងារទាំងនោះប្រសិនបើអ្នកពុំមាននៅជំនាញនោះទេនោះអ្នកនឹងជួបការលំបាកច្រើននៅក្នុងការសិក្សាភាសាម៉ាស៊ីនទាំងអស់នោះដែលពោរពេញទៅដោយភាពស្មុគស្មាញហើយមិនងាយទទួលបាននូវលទ្ធផលដ៏អស្ចារ្យជាមួយនឹងកម្រិតជំនាញជាន់ខ្ពស់នោះឡើយតើហេតុអ្វីបានជាការផ្ដោតអារម្មណ៍ឲ្យមូលក្នុងកិច្ចការកាន់តែពិបាកធ្វើបាននាពេលសប្តាហ៍ថ្ងៃនេះតាមរយៈសមត្ថភាពជាច្រើនបានបង្ហាញថាការអនុវត្តកិច្ចការដោយមានសមាធិចិត្តកាន់តែពិបាកក្នុងការសម្រេចបាននាពេលបច្ចុប្បន្ននេះប៉ុន្តែវាក៏បានក្លាយទៅជារឿងមួយដែលកាន់តែមានតម្លៃផងដែរនៅក្នុងស្ថានភាពសេដ្ឋកិច្ចរបស់យើងនាពេលសប្តាហ៍ថ្ងៃនេះពីព្រោះថាអ្វីមួយដែលកាន់តែមានមនុស្សតិចអាចធ្វើបាននោះគឺវាកាន់តែមានតម្លៃមិនថាជាជំនាញចំណេះដឹងឬរបស់របរដែលកម្រនោះឡើយមានមនុស្សមិនច្រើននោះឡើយដែលអាចអនុវត្តនិងដុសខាត់សមត្ថភាពនេះបានហើយបានធ្វើឲ្យវាคล้ายទៅជាគុណតម្លៃនិងជាផ្នែកដ៏សំខាន់នៃជីវិតការងាររបស់ពួកគេហើយបន្តរីកចម្រើននិងបន្តរស់រានដើម្បីឆ្លើយតបទៅនឹងដំណើរវិវត្តដ៏ឆាប់រហ័សក្នុងពិភពលោកមួយនេះបើយើងសង្កេតឲ្យដិតដល់ទៅយើងនឹងរកឃើញថាមិនមែនមនុស្សមិនចូលចិត្តធ្វើអារម្មណ៍ឲ្យមូលសិនមុននឹងចាប់ផ្ដើមធ្វើការងារនោះទេដោយសារតែវាចំណាយពេលវេលាច្រើននិងមិនសប្បាយ stress ច្រើននិងតម្រូវឲ្យកាត់ផ្ដាច់ឬបន្ថយទំនាក់ទំនងជាមួយមិត្តរួមការងារឬរហូតដល់ទៅនៅក្នុងបន្ទប់ស្ងាត់ដាច់តែឯងទៀតផងដោយសារតែបែបនេះហើយបានជាមិនសូវមានអ្នកចូលចិត្តអនុវត្តវាប៉ុន្មាននោះឡើយមិនតែប៉ុណ្ណោះកិច្ចការដែលមិនត្រូវការផ្ដោតអារម្មណ៍ដើម្បីធ្វើនេះគឺត្រូវបានលើកទឹកចិត្តដោយអាជីវកម្មជាច្រើនទៀតផងសូម្បីតែក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Facebook ជាដើមឡាក្រុមហ៊ុនធំៗទាំងនោះបានលើកទឹកចិត្តឲ្យមានការអនុវត្តការងារក្នុងលក្ខណៈបែបបើកចំហអាចស្រែកនិយាយតាក់ទងគ្នាបានក្នុងទីធ្លាធ្វើការរួមដែលបង្កលក្ខណៈងាយស្រួលជាមួយនឹងភាពបត់បែនបានល្អឧទាហរណ៍ដូចជាក្រុមហ៊ុន Facebook មានគោលបំណងចង់បង្កើតការិយាល័យធ្វើការរួមគ្នាធំជាងគេបង្អស់មួយនៅក្នុងពិភពលោកដែលមានបុគ្គលិកជាង 3,000 នាក់អង្គុយធ្វើការរួមគ្នាជាមួយនឹងគ្រឿងសង្ហារិមការិយាល័យដែលអាចរុះរើនិងបត់បែនបានប្រកបដោយភាពងាយស្រួលដូច្នេះពួកគេអាចធ្វើការទំនាក់ទំនងជាមួយគ្នាបានយ៉ាងរហ័សនិងអាចឆ្លើយតបបានភ្លាមៗនៅរាល់បញ្ហាដែលកើតមានឡើងការធ្វើបែបនេះគឺអាចជំរុញឲ្យមានការតបជាប់គ្នារវាងបុគ្គលិកទាំងអស់បានភ្លាមហើយថែមទាំងអាចឆ្លើយតបនៅរាល់បញ្ហាដែលកើតមានឡើងបានទាន់ពេលវេលានិងអាចកាត់បន្ថយការខ្ជិលច្រអូសរយិចរយាកក្នុងការអនុវត្តកិច្ចការងារបានយ៉ាងល្អផងដែរការងារនៅក្នុងស្ថានភាពបែបនេះគឺមិនទាមទារឲ្យមានការផ្ដោតអារម្មណ៍ខ្លាំងនោះឡើយហើយក៏មិនត្រូវការបរិស្ថានមួយដែលមានភាពស្ងប់ស្ងាត់គ្មានការរំខាននោះដែរគិតមកដល់ត្រង់ចំណុចនេះបើឲ្យអ្នកទាំងអស់គ្នាជាអ្នកជ្រើសរើសវិញតែអ្នកនឹងសម្រេចចិត្តជ្រើសរើសបរិស្ថានការងារបែបណាអង្គុយសំកប់ផ្ដោតអារម្មណ៍ធ្វើការតែម្នាក់ឯងក្នុងបន្ទប់ដាច់ដោយឡែកឬអ្នកជ្រើសរើសយកបរិស្ថានដែលមានគ្នាជជែកគ្នាលេងផងធ្វើការផងខ្ញុំដឹងថាភាគច្រើននៃអ្នកទាំងអស់គ្នាជ្រើសរើសយកចម្លើយមួយណាបាត់ទៅហើយមិនបាច់និយាយប្រាប់ខ្ញុំក៏ខ្ញុំអាចស្មានត្រូវដែរដោយសារតែមានការជំរុញលើកទឹកចិត្តពីស្ថាប័នអាជីវកម្មធំៗដូចនេះហើយបានជាការអនុវត្តកិច្ចការងារប្រកបដោយសមាធិចិត្តកាន់តែតិចទៅនៅក្នុងពិភពលោកមួយដែលងាយទទួលរងនៅការរំខានមួយនេះបើយើងក្រឡេកទៅមើលស្ថាប័នមួយចំនួនបើទោះបីជាស្ថាប័នទាំងនោះមានលទ្ធភាពនិងមានទីធ្លាធំទូលាយគ្រប់គ្រាន់យ៉ាងណាក៏ដោយក៏និន្នាការក្នុងការធ្វើការជុំគ្នានេះនៅតែជាជម្រើសដ៏ពេញនិយមនៅក្នុងសម័យនេះដែលវាមានលក្ខណៈខុសប្លែកគ្នាពីសម័យមុនដែលការិយាល័យមួយចង់បានបន្ទប់មួយដាច់ដោយឡែកតែឯងនិងមិនមានការជ្រៀតជ្រែកឬរំខានពីអ្នកផ្សេងនោះឡើយអ្នកនិពន្ធសៀវភៅនេះ
ក៏បានលើកឡើងផងដែរថាបុគ្គលិកភាគច្រើនគឺមិនយល់ថាអ្វីទៅជាគុណតម្លៃនៃផលិតភាពការងារនោះទេផលិតភាពការងារដែលជាពាក្យបកប្រែមកពីភាសាអង់គ្លេសថា productivity គឺសំដៅដល់លទ្ធផលឬទិន្នផលនៃការងារដែលអ្នកសម្រេចបានប្រកបដោយប្រសិទ្ធភាពនិងចំណាយពេលធ្វើតិចបុគ្គលិកភាគច្រើនយល់ថាផលិតភាពការងារគឺជាភាពមមាញឹកធ្វើការមិនទំនេរដៃទៅវិញដែលពេលខ្លះរូបភាពនៃភាពមមាញឹកទាំងនោះពុំបានបង្កើតនូវលទ្ធផលការងារដ៏គួរប្រសើរឡើយដោយសារតែការយល់ច្រឡំបែបនេះហើយបានជាពួកគេចូលចិត្តបង្ហាញរូបភាពមមាញឹកក្នុងការអនុវត្តកិច្ចការទាំងនោះទៅកាន់ថ្នាក់លើរបស់ពួកគេតាមរយៈការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការធ្វើការងារច្រើនមុខក្នុងពេលតែមួយអាចធ្វើឲ្យយើងទទួលបាននូវផលិតភាពការងារទាបហើយការដែលផ្ដោតទៅលើកិច្ចការមួយមុខម្ដងមួយមុខគឺអាចជួយយើងបង្កើននូវប្រសិទ្ធភាពការងារជាអតិបរមាបាននៅពេលដែលអ្នកអនុវត្តកិច្ចការងារឯណានីមួយនៅក្នុងប្រធានមួយដែលគ្មានការរំខាននោះអ្នកនឹងសម្រេចកិច្ចការងារបានច្រើនមានប្រសិទ្ធភាពនិងចំណាយពេលវេលាតិចមានន័យថាអ្នកមានសមាធិចិត្តច្រើនប៉ុណ្ណានៅក្នុងពេលបំពេញការងារនោះប្រសិទ្ធភាពការងាររបស់អ្នកក៏កាន់តែខ្ពស់ទៅតាមនោះដែរតើអ្វីទៅគឺជាការថមថយសមត្ថភាពផ្ដោតអារម្មណ៍ attention residue ស្ថានភាពនេះកើតមានឡើងនៅពេលដែលមនុស្សម្នាក់បដូរកិច្ចការដែលត្រូវធ្វើពីមួយទៅមួយពេលនោះហើយដែលការផ្ដោតអារម្មណ៍ 100% របស់គាត់នឹងត្រូវថមថយដោយគាត់មិនអាចរក្សាបាននៅកម្រិតផ្ដោតអារម្មណ៍នោះឲ្យនៅកម្រិត 100% ដដែលដូចដើមបានឡើយពីព្រោះថាអារម្មណ៍នោះវាស្ថិតនៅជាមួយនឹងការងារមុននេះនៅឡើយទេបើទោះបីជាអ្នកបានសម្រេចកិច្ចការងារមុននោះរួចរាល់ហើយយ៉ាងណាក៏ដោយការផ្ដោតអារម្មណ៍របស់អ្នកនឹងថមថយគ្រប់ពេលដែលអ្នកផ្លាស់ប្ដូរការអនុវត្តពីកិច្ចការងារមួយទៅកិច្ចការថ្មីមួយទៀតហើយបើយើងនិយាយអំពីប្រសិទ្ធភាពការងារថ្មីនោះវិញគឺមិនបានល្អពេញលេញនោះឡើយដូច្នេះយកល្អអ្នកគួរមានពេលសម្រាប់បន្តិចដើម្បីធ្វើឲ្យកម្រិតនៃការផ្ដោតអារម្មណ៍របស់អ្នកកើតមានឡើងមកវិញសូមកុំទាន់ចាប់ផ្ដើមបន្តទៅធ្វើការងារថ្មីមួយទៀតអីដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលានិងកម្លាំងច្រើនប៉ុន្តែទទួលបានប្រសិទ្ធភាពទាបតាក់ទងទៅនឹងរឿងងាយបាយអារម្មណ៍នេះដែរខ្ញុំសូមលើកយកឧទាហរណ៍មួយថាអ្នកកំពុងតែអនុវត្តកិច្ចការណាមួយស្រាប់តែពេលនោះអ្នកក្រឡេកទៅមើលប្រអប់សាររបស់អ្នកក៏ស្រាប់តែឃើញមានឡូតសារថ្មីមួយឡើងមកដែលជាសារពីប្រធានផ្នែករបស់អ្នកពេលនោះអ្នកក៏សម្រេចចិត្តបើកវាមើលហើយអ្នកក៏ទទួលបានដំណឹងថាអ្នកត្រូវអនុវត្តកិច្ចការងារថ្មីមួយទៀតជឿទេថាអ្នកអាចនៅមានអារម្មណ៍មូលក្នុងការបន្តធ្វើកិច្ចការចាស់នោះបន្តទៀតទោះតិចឬច្រើនច្បាស់ជាបាយអារម្មណ៍មិនខានឡើយនៅត្រង់ចំណុចនេះអ្នកនិពន្ធបានជូនជាយោបល់ថាអ្នកគួរតែបិទចោលរាល់អ្វីទាំងឡាយណាដែលអាចនឹងធ្វើឲ្យអ្នកងាយបែកអារម្មណ៍ក្នុងកំឡុងពេលដែលអ្នកកំពុងតែផ្ដោតអារម្មណ៍ធ្វើកិច្ចការណាមួយដើម្បីឲ្យបានប្រសិទ្ធភាពខ្ពស់គឺអ្នកត្រូវបិទចោលឲ្យអស់នៅរាល់អ៊ីមែលសូមកុំបើកប្រអប់អ៊ីមែលទុកចោលនៅលើកញ្ចក់កុំព្យូទ័រគ្រប់ពេលនោះចូលកុំលេង Facebook ផងធ្វើការផងឬក៏អាចដាក់ទូរស័ព្ទដៃរបស់អ្នកឲ្យនៅដាច់ឆ្ងាយពីខ្លួនរបស់អ្នកបន្តិចឬក៏អ្នកអាចបិទ notifications របស់ទូរស័ព្ទដៃចោលក៏បានដើម្បីជៀសវាងទទួលរងនៅការរំខានផ្សេងៗរហូតដល់អ្នកបញ្ចប់ការងារនោះរួចរាល់អ្នកប្រហែលជានឹងលើកជាសំណួរឡើងមកវិញថាចុះបើសិនជាពេលនោះមេទេមកហើយទូរស័ព្ទគ្មានអ្នកលើកច្បាស់ណាស់ថាអ្នកនឹងត្រូវបាត់បង់ការងារឬរងការស្ដីបន្ទោសពីមេមិនខានឡើយតើមែនដែរទេមិនដូច្នោះនោះទេអ្នកនិពន្ធបានផ្ដល់ជាយោបល់ថាអ្នកគួរតែបង្ហាញថ្នាក់លើរបស់អ្នកជាមួយនឹងប្រសិទ្ធភាពនៃលទ្ធផលការងារវិញវាប្រសើរជាងដោយលើកហេតុផលថាអ្នកនឹងផ្ដោតអារម្មណ៍ដើម្បីធ្វើកិច្ចការងារនោះក្នុងរយៈពេលជាក់លាក់ណាមួយដូចជា1ម៉ោងឬ2ម៉ោងឬក៏1ថ្ងៃជាដើមឡើយដោយត្រូវជម្រាបជូនទៅកាន់អ្នកពាក់ព័ន្ធនឹងការងាររបស់អ្នកទាំងអស់តាមរយៈអ៊ីមែលក៏បានតាមរយៈសារទូរស័ព្ទដៃក៏បានថាសូមមេត្តាកុំរំខានអ្នកនៅក្នុងពេលដែលអ្នកកំពុងតែបំពេញកិច្ចការងារនោះជាមួយនឹងម៉ោងពេលឲ្យបានជាក់លាក់ហើយត្រឡប់មកវិញជាមួយនឹងលទ្ធផលការងារដ៏អស្ចារ្យនោះមេរបស់អ្នកនឹងសប្បាយចិត្តច្រើនជាងស្ដីបន្ទោសអ្នកមិនខានឡើយជាបន្តទៅទៀតនេះខ្ញុំសូមដកស្រង់នៅវិធីសាស្ត្រក្នុងការទទួលបាននូវសមាធិចិត្តដើម្បីអាចបំពេញកិច្ចការទាំងឡាយឲ្យមានប្រសិទ្ធភាពមកជម្រាបជូនអ្នកទាំងអស់គ្នាមកដល់ត្រឹមនេះអ្នកទាំងអស់គ្នាបានដឹងរួចហើយថាការផ្ដោតអារម្មណ៍ក្នុងការបំពេញកិច្ចការងារទាំងឡាយមានសារៈសំខាន់ប៉ុណ្ណានោះមនុស្សងាយរងនឹងការរំខានជាទីបំផុតហើយក៏ពូកែខាងធ្វើនេះបន្តិចធ្វើនោះបន្តិចចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាខ្លាំងណាស់ដែរ
ដូច្នេះហើយបានជាអ្នកនិពន្ធចែករំលែកនៅវិធីសាស្ត្រខាងក្រោមនេះដែលអាចជួយអ្នកឲ្យចេះផ្ដោតអារម្មណ៍បានល្អនៅពេលបំពេញកិច្ចការងារទាំងឡាយវិធីសាស្ត្រទី1ផ្ដោតលើការងាររបស់អ្នកឲ្យបានខ្លាំងជាទីបំផុតវិធីសាស្ត្រទី2រៀនឲ្យតម្លៃភាពអបសុខវិធីសាស្ត្រទី3រៀនកាត់ផ្ដាច់ពីបណ្ដាញទំនាក់ទំនងសង្គមនានាវិធីសាស្ត្រទី4រៀនកំណត់និងបែងចែកប្រភេទការងារនីមួយៗឥឡូវនេះយើងងាកមកស្វែងយល់ពីវិធីសាស្ត្រទី1ទាំងអស់គ្នាផ្ដោតលើការងាររបស់អ្នកឲ្យបានខ្លាំងក្លាជាទីបំផុតដោយអ្វីដែលបានរៀបរាប់មកហើយពីខាងដើមថាដោយសារតែការប្រមូលអារម្មណ៍ឲ្យបានមូលមុននឹងចាប់ផ្ដើមបំពេញការងារនេះវាមានការលំបាកច្រើនហើយចំណាយទាំងពេលវេលានៅម្នាក់ឯងក៏ច្រើននិងចំណាយទាំងកម្លាំងថាមពលក៏ច្រើនផងនោះបានជាមនុស្សមួយចំនួនគឺមិនចូលចិត្តធ្វើវានោះឡើយហើយបូករួមទាំងបរិយាកាសក្នុងការបំពេញការងារជាលក្ខណៈរួមគ្នាក្នុងទីធ្លានៃបន្ទប់តែមួយផងនោះវារឹតតែពិបាកក្នុងការអនុវត្តមែនទែនហើយដូច្នេះដើម្បីអាចអនុវត្តវិធីសាស្ត្រទី1នេះបានគឺអ្នកត្រូវអនុវត្តវារហូតក្លាយទៅជាទម្លាប់ឲ្យបានលើសពី21ថ្ងៃនោះអ្នកនឹងមានអារម្មណ៍ថាវាមិនលំបាកសម្រាប់អ្នកនៅក្នុងការអនុវត្តនោះឡើយហើយវាក៏នឹងក្លាយទៅជាធម្មជាតិរបស់អ្នកក្នុងការបំពេញកិច្ចការងារផ្សេងៗផងដែរវិធីសាស្ត្រទី2រៀនឲ្យតម្លៃភាពអបសុខជំនាញផ្ដោតអារម្មណ៍ឲ្យបានភ្លាមៗមិនថាក្នុងកលៈទេសៈបែបណានោះទេវាគឺជាជំនាញមួយដែលអ្នកត្រូវតែរៀននិងបណ្ដុះឲ្យបានជាដាច់ខាតពីព្រោះថាវាមានសារៈសំខាន់ខ្លាំងបំផុតមិនខុសអីពីអត្តពលករអាជីពដែលតែងតែអនុវត្តនិងថែរក្សារាងកាយនិងធ្វើលំហាត់ប្រាណជាប្រចាំនោះឡើយបើទោះបីជាពួកគេមិនស្ថិតនៅក្នុងរយៈពេលនៃការបណ្ដុះបណ្ដាលឬហ្វឹកហាត់ក៏ដោយក៏ពួកគេតែងតែបន្តធ្វើលំហាត់ប្រាណនិងរំលឹកជំនាញរបស់គេជាប្រចាំដូច្នេះអ្នកក៏គួរតែរៀនផ្ដោតអារម្មណ៍ឲ្យបានច្រើននៅក្នុងសកម្មភាពប្រចាំថ្ងៃបើទោះបីជាអ្នកមិនស្ថិតនៅក្នុងរយៈពេលនៃការផ្ដោតអារម្មណ៍ដើម្បីបំពេញកិច្ចការងារណាមួយក៏ដោយព្រោះថាវានឹងបង្កើតជាទម្លាប់ដ៏មានប្រសិទ្ធភាពមួយដល់រូបអ្នកហើយដែលអ្នកអាចយកវាមកប្រើបានភ្លាមៗនៅពេលណាដែលអ្នកស្ទាត់ជំនាញក្នុងការប្រើប្រាស់ជំនាញមួយនេះបានយ៉ាងល្អនោះអ្នកអាចរៀនធ្វើចិត្តដើម្បីយកឈ្នះស្ថានភាពមួយដែលអ្នកតែងតែមានអារម្មណ៍ថាគួរឲ្យធុញទ្រាន់ដោយសារតែអ្នកត្រូវនៅម្នាក់ឯងដើម្បីផ្ដោតអារម្មណ៍ធ្វើការងារនោះឲ្យបានជាមុនសិនដោយធ្វើចិត្តកុំខ្វល់កុំបែកខ្ញាយអារម្មណ៍ឲ្យសោះទោះបីជាមានសំឡេងសារឬសំឡេង notification ចេញពីទូរស័ព្ទដៃរបស់អ្នកដែលផ្ញើចេញពីកម្មវិធីបណ្ដាញសង្គមផ្សេងៗក៏ដោយក៏អ្នកត្រូវតែគ្រប់គ្រងចិត្តរបស់អ្នកមិនប៉ះពាល់ឬក៏ឆ្លៀតចំណាយពេលទៅឆែកមើលវាជាដាច់ខាតធ្វើបែបនេះបន្តិចម្ដងវានឹងក្លាយទៅជាទម្លាប់និងជាធម្មជាតិរបស់អ្នកតាមរយៈការបង្វឹកចិត្តរបស់អ្នកឲ្យយកឈ្នះការរំខាននានាដែលអាចកើតមានឡើងគ្រប់ពេលនោះវិធីសាស្ត្រទី3រៀនកាត់ផ្ដាច់ពីបណ្ដាញទំនាក់ទំនងសង្គមនានាបណ្ដាញសង្គមគឺជាប្រភពដែលធ្វើឲ្យអ្នកងាយនឹងបែកអារម្មណ៍ហើយប៉ះពាល់ដល់ផលិតភាពការងាររបស់អ្នកជាខ្លាំងហើយប្រសិនបើអ្នកមិនបានប្រើប្រាស់វាឲ្យបានត្រឹមត្រូវនឹងអាចបម្រើផលប្រយោជន៍ឲ្យអ្នកនោះអ្នកអាចនឹងគិតថាវាជារឿងកំបិចកំពកឬជារឿងតូចតាចប៉ុន្តែតាមពិតទៅវាពិតជាមានឥទ្ធិពលខ្លាំងបំផុតមកលើជីវិតនិងការរស់នៅប្រចាំថ្ងៃរបស់អ្នកវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើមនុស្សមួយចំនួនដែលគ្មានវិន័យនិងមិនចេះពីរបៀបទាញយកផលប្រយោជន៍ពីបណ្ដាញសង្គមទាំងនោះវាបានធ្វើឲ្យពួកគេខ្ជះខ្ជាយពេលវេលានិងបាត់បង់ភាពម្ចាស់ការដែលមួយថ្ងៃអង្គុយសម្លក់តែទូរស័ព្ទដៃស្ទើរលៀនគ្រាប់ភ្នែកនិងចំណាយពេលជាច្រើនម៉ោងអត់ប្រយោជន៍វិធីសាស្ត្រទី4រៀនកំណត់និងបែងចែកប្រភេទការងារនីមួយៗអ្នកត្រូវដឹងថាការងារមួយណាដែលជាការងារទាមទារឲ្យមានការផ្ដោតអារម្មណ៍និងការងារមួយណាដែលជាការងារមិនចាំបាច់ឲ្យមានការផ្ដោតអារម្មណ៍និងត្រូវការបរិស្ថានស្ងប់ស្ងាត់នោះបន្ទាប់មកបែងចែកពេលវេលាឲ្យបានច្រើនសម្រាប់ការងារណាដែលទាមទារឲ្យមានការផ្ដោតអារម្មណ៍និងបែងចែកពេលវេលាតិចតួចល្មមសមរម្យសម្រាប់ការងារណាដែលមិនទាមទារឲ្យមានការផ្ដោតអារម្មណ៍អ្នកត្រូវដឹងថាការងារមួយណាដែលជាការងារទាមទារឲ្យមានការផ្ដោតអារម្មណ៍និងការងារមួយណាដែលជាការងារមិនចាំបាច់ឲ្យមានការផ្ដោតអារម្មណ៍និងត្រូវការបរិស្ថានស្ងប់ស្ងាត់នោះបន្ទាប់មកបែងចែកពេលវេលាឲ្យបានច្រើនសម្រាប់ការងារដែលទាមទារឲ្យមានការផ្ដោតអារម្មណ៍និងបែងចែកពេលវេលាតិចតួចល្មមសមរម្យសម្រាប់ការងារណាដែលមិនទាមទារឲ្យមានការផ្ដោតអារម្មណ៍ជាបន្តទៅទៀតនេះខ្ញុំនឹងលើកយកនៅគោលការណ៍ចំនួន4បន្ថែមទៀតដែលជួយបន្ថែមប្រសិទ្ធភាពកាន់តែខ្លាំងឡើងទៅលើវិធីសាស្ត្រទាំង4ដែលខ្ញុំបានរៀបរាប់មុននេះបន្តិចគោលការណ៍ទី1គឺគោលការណ៍បង្កើតសមាធិចិត្តឲ្យដូចព្រះសង្ឃគោលការណ៍នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងវិធីសាស្ត្រដែលអនុវត្តដោយព្រះសង្ឃនៅតាមវត្តអារាមនានា
គឺថាព្រះសង្ឃគឺមានវិន័យមួយតម្រូវឲ្យពួកគេកាត់ផ្តាច់ពីប្រព័ន្ធផ្សព្វផ្សាយនានាដែលនឹងងាយធ្វើឲ្យពួកគេបែកអារម្មណ៍ទាំងស្រុងតែម្ដងវិធីសាស្ត្រក្នុងការធ្វើសមាធិចិត្តនេះអាចធ្វើឲ្យព្រះសង្ឃមានអារម្មណ៍បានស្ងប់សុខល្អមិនប្រឆាចពីកណ្ដងផ្លូវក្នុងការបដិបត្តិតាមធម៌វិន័យនៅក្នុងព្រះពុទ្ធសាសនាក្នុងការស្វែងរកសេចក្តីសុខនិងទីរំលឹកទុកដ៏ពិតប្រាកដបានគោលការណ៍ទី2នេះគឺជាគោលការណ៍កូនកាត់ដោយអ្នកអាចប្រើទាំងជីវិតរស់នៅជាលក្ខណៈសាមញ្ញធម្មតានិងប្រើប្រាស់ជីវិតជាលក្ខណៈដោយព្រះសង្ឃផងដែរមានន័យថាអ្នកត្រូវប្រកាន់យកផ្លូវកណ្ដាលមិនតឹងរឹងពេកហើយក៏មិនធូររលុងពេកដែរប៉ុន្តែអ្នកត្រូវតែអាចប្រើប្រាស់សមាធិចិត្តរបស់អ្នកឲ្យបានគ្រប់ពេលដែលអ្នកត្រូវការគោលការណ៍ទី3គឺជាគោលការណ៍ក្នុងការកំណត់ពេលវេលាណាមួយជាក់លាក់ក្នុងថ្ងៃនីមួយៗសម្រាប់ការងារណាដែលទាមទារឲ្យមានការផ្ដោតអារម្មណ៍ឧទាហរណ៍អ្នកនិពន្ធផ្ទាល់បានកំណត់រយៈពេល2ម៉ោងប្រចាំថ្ងៃគឺនៅក្នុងពេលព្រឹកចាប់ពីម៉ោង5ដល់ម៉ោង7ជារៀងរាល់ថ្ងៃតែម្ដងដើម្បីប្រើប្រាស់ពេលវេលានេះសម្រាប់កិច្ចការទាំងឡាយណាដែលទាមទារឲ្យមានការផ្ដោតអារម្មណ៍ខ្ពស់គោលការណ៍ទី4គឺជាគោលការណ៍តាមបែបអ្នកសារព័ត៌មានអាជីពនេះគឺជាគោលការណ៍មួយដែលទាមទារឲ្យអ្នកប្រើប្រាស់សមាធិចិត្តនៅរាល់ពេលដែលអ្នកត្រូវការវាហាក់បីដូចជាអ្នកសារព័ត៌មានអាជីពដែលនិពន្ធនយោបាយតម្រូវឲ្យសរសេរអត្ថបទសារព័ត៌មានណាមួយភ្លាមដើម្បីបញ្ចេញផ្សព្វផ្សាយឲ្យទាន់សភាពការណ៍យ៉ាងដូច្នោះដែរបើអ្នកជាអ្នកសារព័ត៌មានអាជីពនោះអ្នកនឹងយល់ច្បាស់ពីគោលការណ៍មួយនេះមិនថាពេលណាឬទីកន្លែងណានោះឡើយបើព័ត៌មានត្រូវការចេញផ្សាយហើយអ្នកនឹងត្រូវចំណាយពេលវេលាធ្វើព័ត៌មាននោះភ្លាមមិនថាជាពេលយប់ឬពេលថ្ងៃឬទីកន្លែងណានោះឡើយហើយសកម្មភាពនេះសុទ្ធតែទាមទារឲ្យមានការផ្ដោតអារម្មណ៍ដើម្បីសរសេរវាចេញមកឲ្យបានល្អផលិតភាពការងារខ្ពស់មិនអាស្រ័យទៅលើចំនួនម៉ោងដែលអ្នកបានចំណាយដើម្បីធ្វើកិច្ចការងារនីមួយៗនោះទេប៉ុន្តែវាជាការចំណាយពេលវេលាបានត្រឹមត្រូវជាមួយនឹងប្រសិទ្ធភាពការងារខ្ពស់ហើយមានពេលគ្រប់គ្រាន់ដើម្បីសម្រាកយកកម្លាំងឡើងមកវិញនៅពេលអ្នកទំនេរពីការងារនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងថាយើងគួរមានពេលវេលាឲ្យបានគ្រប់គ្រាន់និងទៀងទាត់នៅក្នុងជីវិតដើម្បីចំណាយទៅលើការសម្រាកលំហែនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងថាយើងគួរមានពេលវេលាឲ្យបានគ្រប់គ្រាន់និងទៀងទាត់នៅក្នុងជីវិតដើម្បីចំណាយទៅលើការសម្រាកលំហែពីការងារដ៏មមាញឹកប្រចាំថ្ងៃរបស់យើងវាគឺជាពេលវេលាដ៏វិសេសវិសាលមួយដែលអ្នកអាចកាត់ផ្តាច់កង្វល់និងភាពស្មុគស្មាញក្នុងអារម្មណ៍ផ្សេងៗដែលពាក់ព័ន្ធទៅនឹងជីវិតការងារប្រចាំថ្ងៃរបស់អ្នកដើម្បីអ្នកអាចទទួលបាននូវថាមពលត្រឡប់មកវិញដើម្បីបំពេញកិច្ចការងារសំខាន់ៗដែលទាមទារឲ្យមានការផ្ដោតអារម្មណ៍និងសមាធិចិត្តខ្ពស់ដើម្បីសម្រេចពេលវេលាសម្រាប់លំហែគឺពិតជាអាចជួយអ្នកឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញជួយជួសជុលផ្លូវអារម្មណ៍ជួយឲ្យបេះដូងនិងខួរក្បាលរបស់អ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការជាមួយគ្នាយ៉ាងមានប្រសិទ្ធភាពអ្នកអាចទាញយកប្រយោជន៍ពីឱកាសដ៏ល្អនេះនៅពេលដែលស្ថានភាពនៃចិត្តរបស់អ្នកកំពុងតែមានភាពរងថ្លានិងស្រស់ស្រាយដោយអាចធ្វើការសម្រេចចិត្តទៅលើរឿងរ៉ាវលំបាកឬកិច្ចការធំៗមួយចំនួនប្រកបដោយប្រសិទ្ធភាពបានយ៉ាងងាយអ្នកត្រូវការពេលវេលាមួយចាំបាច់ដើម្បីសាកថ្មដើម្បីបង្កើតថាមពលចិត្តរបស់អ្នកឡើងមកវិញពីព្រោះថាមពលចិត្តនេះគឺមានកំណត់និងអាចថមថយទៅបានគ្រប់ពេលនៅពេលដែលអ្នកប្រើប្រាស់វាខ្លាំងពេកដើម្បីផ្ដោតអារម្មណ៍នៅពេលធ្វើកិច្ចការណាមួយនោះបន្ទាប់ពីអ្នកបានផ្ដោតអារម្មណ៍បំពេញកិច្ចការងារណាមួយរួចរាល់ហើយអ្នកត្រូវតែសម្រាកយ៉ាងហោចណាស់ឲ្យបានពី3ទៅ4ម៉ោងដែរបើមិនដូច្នោះទេបើទោះបីជាអ្នកខិតខំប្រឹងប្រែងបន្តធ្វើកិច្ចការថ្មីមួយផ្សេងទៀតយ៉ាងណាក៏ដោយក៏កិច្ចការថ្មីនោះនឹងមិនទទួលបានលទ្ធផលល្អឡើយអ្នកនិពន្ធបានឲ្យជាយោបល់ថាបើទោះបីជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាកលំហែកាយនៅតាមមាត់សមុទ្រឬនៅតាមតំបន់រមណីយដ្ឋានណាមួយក៏ដោយក៏អ្នកនៅតែអាចធ្វើការសម្រាកលំហែកាយបានបន្ទាប់ពីអ្នកបំពេញកិច្ចការងារប្រចាំថ្ងៃរបស់អ្នកបានដែរដោយគ្រាន់តែអ្នកកាត់ផ្តាច់អារម្មណ៍របស់អ្នកឲ្យបានដាច់ស្រឡះពីការងាររបស់អ្នកហើយរងចាំរហូតដល់ថ្ងៃស្អែកសឹមបន្តគិតគូរកិច្ចការងារទាំងនោះជាបន្តទៅទៀតបើអ្នកស្ដាប់ទៅវាហាក់បីដូចជាស្រួលប៉ុន្តែវាពិបាកធ្វើមែនទេជាការពិតប៉ុន្តែអ្វីៗវាស្ថិតនៅលើចិត្តរបស់អ្នកទៅវិញទេអ្នកអាចអនុវត្តវាបានដោយគ្រាន់តែអ្នកធ្វើការលុតដំបង្វឹកចិត្តរបស់អ្នកតែប៉ុណ្ណោះឧទាហរណ៍នៅពេលដែលអ្នកត្រឡប់ទៅដល់ផ្ទះវិញបន្ទាប់ពីអ្នកចេញពីធ្វើការសូមអ្នកកាត់ផ្តាច់ការគិតអំពីកិច្ចការងាររបស់អ្នកឲ្យអស់កុំទទួលទូរស័ព្ទការងារក្នុងម៉ោងសម្រាកបើមិនចាំបាច់មេដែលចេះយោគយល់មានទឹកចិត្តនិងមិនរំខានអ្នកក្រៅម៉ោងធ្វើការនោះឡើយដូច្នេះចូលអ្នករងចាំរហូតដល់ថ្ងៃថ្មីចាំបន្តបេសកកម្មនិងការគិតរបស់អ្នកជាមួយនឹងការងារនោះបន្តទៀតចុះព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកនៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសាររបស់អ្នកសម្រាប់លំហែអារម្មណ៍របស់អ្នកជ
ជាមួយនឹងតន្ត្រីឬក៏ចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់អ្នកឲ្យបានច្រើនដើម្បីរំសាយភាពស្មុគស្មាញពីការងារក្នុងអំឡុងពេលពេញមួយថ្ងៃនោះចោលឲ្យអស់អ្នកនិពន្ធបានអនុវត្តវិធីសាស្ត្រនេះហើយឃើញថាទទួលបានលទ្ធផលគួរជាទីគាប់ចិត្តក្រោយពីម៉ោង 5:30 នាទីល្ងាចទៅគាត់មិនដែលចំណាយពេលវេលាដើម្បីធ្វើកិច្ចការងារនៅឯការិយាល័យរបស់គាត់ឡើយបើទោះបីជាគាត់ត្រូវធ្វើការនិពន្ធសៀវភៅជាច្រើនបន្ថែមទៀតយ៉ាងណាក៏ដោយពេលវេលាសម្រាកគឺសម្រាកពេលវេលាធ្វើការគឺយកចិត្តទុកដាក់ធ្វើការឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តសេចក្តីសន្និដ្ឋានអ្នកត្រូវតែយកឈ្នះឲ្យបានទៅនឹងការរំខានដែលតែងតែញោមញីអ្នកជាប្រចាំផ្ដោតអារម្មណ៍ឲ្យបានខ្លាំងនៅពេលដែលអ្នកកំពុងធ្វើការងារសំខាន់ណាមួយព្យាយាមកាត់ផ្ដាច់នៅឲ្យឆ្ងាយពីបណ្ដាញសង្គមនានាហើយមិនត្រូវចំណាយពេលវេលាច្រើនហួសហេតុពេកនោះទេទៅលើបណ្ដាញសង្គមអ៊ីនធឺណិតប៉ុន្តែប្រើពេលតិចតួចជាមួយនឹងវាហើយទាញយកប្រយោជន៍ពីបណ្ដាញទំនាក់ទំនងសង្គមនោះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានកំណត់ពេលវេលាធ្វើការពេលវេលាសម្រាប់ពីការងារនិងពេលវេលាសម្រាប់លំហែឲ្យបានច្បាស់លាស់សម្រាប់ថ្ងៃនីមួយៗទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពការងារល្អបំផុតមួយចូលផ្ដោតអារម្មណ៍និងប្រើប្រាស់ការត្រិះរិះពិចារណារបស់អ្នកឲ្យដល់កម្រិតអតិបរមានិងព្យាយាមសម្រេចកិច្ចការងារនោះក្នុងរយៈពេលខ្លីតាមដែលអាចធ្វើទៅបានសូមអបអរសាទរអ្នកបានបញ្ចប់សៀវភៅអភិវឌ្ឍខ្លួនថ្មីមួយក្បាលទៀតហើយនៅក្នុងសប្តាហ៍នេះ